ពងតែរងគ្រោះជាមួយនឹងការព្រួយបារម្ភយ៉ាងខ្លាំងអំពីការវាយប្រហារនៃបរិស្ថានធម្មជាតិពីមួយឆ្នាំទៅមួយឆ្នាំកម្រិតនៃការវាយប្រហារគ្រោះថ្នាក់ធម្មជាតិកាន់តែកើនឡើងធ្ងន់ធ្ងរទៅគ្រោះរាំងស្ងួតការឡើងកម្ដៅផែនដីជាពិសេសខ្យល់ព្យុះទឹកជំនន់បានកើនឡើងនៅក្នុងរដូវវស្សាកាន់តែខ្លាំងនៅក្នុងឆ្នាំ2025នេះតំបន់អាស៊ីរបស់យើងជាពិសេសនៅតំបន់អាស៊ីបូព៌ានិងអាស៊ីអាគ្នេយ៍មានការវាយប្រហារដោយព្យុះជាច្រើនហើយដែលមានឥទ្ធិពលកាន់តែខ្លាំងឡើងវាកើតឡើងកាន់តែសាហាវដែលបានវាយប្រហារដោយផ្ទាល់ទៅលើដែនដីនៃប្រទេសមួយចំនួននៅក្នុងតំបន់អាស៊ីអាគ្នេយ៍របស់យើងជាពិសេសហ្វីលីពីនវៀតណាមហើយឈានទៅដល់ផ្នែកខ្លះនៃប្រទេសចិននិងតៃវ៉ាន់ផងដែរសំណួរបានសួរថាតើហេតុអ្វីបានជាកើតមានព្យុះបងប្អូនទាំងអស់គ្នានៅក្នុងវីដេអូនេះខ្ញុំនឹងលើកបង្ហាញអំពីថាមូលហេតុអ្វីបានជាព្យុះអាចកើតមានឡើងជាមួយនឹងព័ត៌មានរាយការណ៍មួយចំនួនដែលបានបង្ហាញថានៅតំបន់អាស៊ីបូព៌ានិងអាស៊ីអាគ្នេយ៍របស់យើងមានប្រទេសមួយចំនួនដែលបានរងការវាយប្រហារធ្ងន់ធ្ងរអំពីព្យុះដោយផ្ទាល់និងឥទ្ធិពលរបស់វាផងដែរព្យុះសង្គ្រាមមិនមែនជារឿងចៃដន្យនោះទេពួកវាគឺជាផ្នែកមួយនៃវដ្តធម្មជាតិនៃកម្ដៅខ្យល់និងថាមពលនៃមហាសមុទ្រប្រព័ន្ធរបស់ផែនដីគឺប្រើប្រាស់ដើម្បីធ្វើឲ្យសីតុណ្ហភាពមានភាពតុល្យភាពរវាងគ្នានៅខ្សែអេក្វាទ័រនិងតំបន់ប៉ូលនៅចំកណ្ដាលនៃព្យុះសង្គ្រាមនីមួយៗគឺវាស្ថិតនៅក្នុងសមុទ្រទឹកក្តៅបានន័យថានៅពេលដែលទឹកសមុទ្រចាប់ផ្ដើមក្តៅយ៉ាងហោចណាស់ក៏កម្រិត 26.5 អង្សាសេដែរហើយចុះរហូតដល់ជម្រៅ50ម៉ែត្រទៅក្រោមទឹកក្តៅអ៊ុនៗនេះវាបានបញ្ចេញសំណើមទៅក្នុងខ្យល់ហើយធ្វើឲ្យវាសើមនិងអណ្ដែតឡើងទៅក្នុងបរិយាកាសនៅពេលដែលខ្យល់នេះបានឡើងខ្ពស់ហើយវាត្រជាក់នោះបូករួមជាមួយនឹងភាគល្អិតនៃចំហាយតូចៗនៅក្នុងពពកហើយក៏កើតជាផ្គរលាន់ខ្លាំងឡើងដោយបានបញ្ចេញនៅកម្ដៅដែលយើងមិនទាន់បានឃើញច្បាស់នៅឡើយថាវាជាព្យុះនោះទេប៉ុន្តែនេះហើយគឺជាប្រភពនៃព្យុះសង្គ្រាមចំពោះការវិវត្តនៃព្យុះវាកើតឡើងដូចជាការដុតភ្លើងចឹងដែរភាពកក់ក្ដៅនៅក្នុងមហាសមុទ្រប្រៀបបានដូចជាឥន្ធនៈចំណែកឯខ្យល់សើមដែលកំពុងតែកើនឡើងនោះប្រៀបបានដូចជាផ្សែងហើយចលនាដែលវិលជាអណ្ដាតភ្លើងគឺវាវិលឡើងលើនោះគឺជាជំហានដែលបង្កើតទៅជាព្យុះសង្គ្រាមលើកទី1ចំណែកឯជំហានទី2វិញគឺជាការវិលឬការបង្វិលរបស់ផែនដីនៅពេលដែលខ្យល់ចាប់ដើមឡើងខ្ពស់ខ្យល់កាន់តែច្រើនខ្យល់ផ្នែកខាងក្រៅបានហូរទៅកាន់ផ្នែកខាងក្នុងឬក៏វិលចុះវិលឡើងដែលកើតទៅជាបរិមាណនៃខ្យល់ចាប់ដើមខ្លាំងឡើងហើយដោយសារតែឥទ្ធិពលនៃផែនដីវិលផងដែរនោះលំហូរខ្យល់នេះវាកើនជាលក្ខណៈកោងដែលមានឥទ្ធិពលខ្លាំងដែលបណ្ដាលឲ្យមានព្យុះហើយវាវិលចុះវិលឡើងបានคล้ายទៅជាព្យុះវិលដែលមានកម្លាំងកាន់តែកើនឡើងខ្លាំងឡើងដូច្នេះគេបានកត់សំណាំថានៅអត្តគោលខាងជើងខ្យល់ព្យុះសង្គ្រាមវិលច្រាស់នឹងត្រនិចនាឡិកាចំណែកឯនៅអត្តគោលខាងត្បូងពួកវាគឺវិលស្របតាមត្រនិចនាឡិកាដូច្នេះគេអាចកំណត់បានថាព្យុះគឺកើតឡើងដោយសារតែការវិលនៃខ្យល់ចាប់ផ្ដើមបន្តិចម្ដងរហូតទៅដល់សម្ពាធបរិយាកាសកាន់តែខ្លាំងធ្វើឲ្យខ្យល់កាន់តែខ្លាំងហើយបើគ្មានការវិលនោះទេព្យុះគឺមិនអាចកើតឡើងបាននោះទេនេះជាមូលហេតុដែលខ្យល់ព្យុះសង្គ្រាមមិនដែលបង្កើតដោយផ្ទាល់នៅលើខ្សែអេក្វាទ័រដែលជាកម្លាំងមួយគឺវាស្មើ0នៅពេលនៃការរង្វិលរបស់ខ្យល់ចាប់ផ្ដើមរៀបចំប្រព័ន្ធរបស់វាខ្លួនឯងដោយរឹងមាំនោះវាក៏ចាប់ផ្ដើមបង្កើតទៅជារចនាសម្ព័ន្ធរាងរង្វង់ដ៏ល្អឥតខ្ចោះមួយគេបាននិយាយថាវាដូចជាភ្នែកអញ្ចឹងហើយខ្យល់ក្តៅស្ងប់ស្ងាត់នោះវាស្ថិតនៅចំកណ្ដាលនៃភ្នែកហ្នឹងចំណែកឯជញ្ជាំងសងខាងដែលយើងមើលឃើញក្រៅអំពីរង្វង់មូលរបស់ខ្យល់នោះវាគឺជាផ្គររន្ទះដ៏ខ្លាំងក្លាហើយវិលជុំវិញនៃរង្វង់ព្យុះដែលគេហៅថាភ្នែកដូចព្យុះនេះនៅក្នុងព្យុះសង្គ្រាមដ៏ខ្លាំងក្លាខ្យល់គឺអាចមានកម្លាំងលើសអំពី250គីឡូម៉ែត្រនៅក្នុង1ម៉ោងហើយគេបាននិយាយថាសម្រាប់ការវាយប្រហារទៅលើអគារឬក៏បំណែកផ្សេងដូចជាតំបន់ឬក៏ទំនប់ផ្សេងជាពិសេសរថយន្តនោះគឺវាមានភាពងាយស្រួលខ្លាំងគេបានមើលឃើញថាព្យុះសង្គ្រាមវាអាចមានកម្លាំងបន្តឬក៏ការលូតលាស់របស់វាដរាបណាវាស្ថិតនៅលើទឹកក្តៅអ៊ុនហើយវាទាញខ្យល់សើមមកនោះសកម្មភាពកម្លាំងរបស់វាកាន់តែកើនឡើងប៉ុន្តែនៅពេលដែលវាផ្លាស់ទីទៅកាន់ដីគោកឬក៏កន្លែងទឹកត្រជាក់នោះវាបានបាត់បង់ប្រភពរបស់ថាមពលវាហើយមហាសមុទ្រក្តៅអ៊ុនក៏ចាប់ផ្ដើមចុះខ្សោយបន្តិចទៅហើយស្ថានភាពនៃខ្យល់ក៏ចាប់ផ្ដើមផុតរលត់តែម្ដងដូច្នេះយើងអាចសន្មតបានថាមហាសមុទ្រដែលមានសភាពក្តៅអ៊ុនជាមួយនឹងខ្យល់សើមបូកជាមួយនឹងការវង្វលរបស់ផែនដីផងដែរនោះហើយរួមទាំងខ្យល់ខាងលើស្ងប់ស្ងាត់នោះ
វាអាចបង្កើនទៅជាព្យុះសង្គ្រាមបានហើយហើយគេបានមើលឃើញអំពីស្ថានភាពនៃដំណើរការរបស់ព្យុះកាលណាវាបក់ទៅលើតំបន់សមុទ្រដែលមានភាពទឹកក្តៅនោះកម្លាំងរបស់វាគឺកាន់តែខ្លាំងឡើងចំណែកឯនៅពេលដែលវាទៅកាន់ដីគោកឬក៏តំបន់ដែលមានទឹកត្រជាក់ស្ថានភាពរបស់វាចាប់ផ្ដើមចុះខ្សោយបន្តិចម្ដងរហូតទៅដល់ផុតរលត់នៃកម្លាំងព្យុះតែម្ដងងាកមកមើលស្ថានភាពជាក់ស្ដែងនៅលើតំបន់អាស៊ីបូព៌ាជាពិសេសតំបន់អាស៊ីអាគ្នេយ៍របស់យើងវិញមានឥទ្ធិពលព្យុះជាច្រើនបានវាយប្រហារមួយហើយមួយទៀតអត់ឈប់ឈរប៉ុន្តែមានឥទ្ធិពលព្យុះខ្លាំងៗមួយចំនួនដែលបានវាយប្រហារដោយផ្ទាល់ទៅលើដែនគោកនៃប្រទេសមួយចំនួនរបាយការណ៍គេបាននិយាយថាឆ្នាំ2025នេះគឺជាឆ្នាំដ៏សកម្មមួយនៅភាគខាងលិចប៉ាស៊ីហ្វិកអាស៊ីអាគ្នេយ៍ព្យុះទីហ្វុងដ៏ខ្លាំងក្លាជាច្រើនបានវាយប្រហារប្រទេសហ្វីលីពីនវៀតណាមថៃនិងប្រទេសអាស៊ីអាគ្នេយ៍ដីគោកផ្សេងទៀតដែលរួមមានព្យុះទីហ្វុងប៊ូឡយកើតនៅខែកញ្ញាឆ្នាំ2025ព្យុះស៊ីក្លូនត្រូពិកទីហ្វុងម៉ាត់ម៉ូកាលពីថ្ងៃទី1ដល់ទី7ខែតុលាឆ្នាំ2025និងព្យុះទីហ្វុងកាល់មីគីនៅចុងខែតុលានិងដើមខែវិច្ឆិកាឆ្នាំ2025នេះគឺជាព្យុះដែលវាយប្រហារដោយផ្ទាល់ទៅលើប្រទេសមួយចំនួនព្យុះទាំងនេះវាបានបង្កឲ្យមានទឹកជំនន់យ៉ាងទូលំទូលាយការរអិលបាក់ដីនិងការស្លាប់មនុស្សជាច្រើនប្រទេសហ្វីលីពីនវៀតណាមស្ថិតនៅក្នុងចំណោមប្រទេសដែលរងផលប៉ះពាល់ខ្លាំងបំផុតនៅក្នុងឆ្នាំនេះដែលគេមើលឃើញអំពីទំហំដ៏ធំធេងរបស់វាកាលអំពីព្យុះទីហ្វុងប៊ូឡយវាសកម្មណាស់វាបានបោកបក់នៅថ្ងៃទី22ខែកញ្ញាឆ្នាំ2025បានបោកបក់នៅលើប្រទេសវៀតណាមប្រហែលជាថ្ងៃទី29ខែកញ្ញាឆ្នាំ2025ហើយប្រទេសដែលរងគ្រោះបំផុតនោះគឺហ្វីលីពីនមានភ្លៀងធ្លាក់ខ្លាំងការរអិលបាក់ដីនិងនៅវៀតណាមមានការបោកបក់ខ្លាំងនៃខ្យល់ចំពោះការខូចខាតយ៉ាងធ្ងន់ធ្ងរនៅក្នុងប្រទេសផងដែរផលប៉ះពាល់គឺមានមនុស្សរាប់សិបនាក់បានបាត់បង់ជីវិតជាមួយនឹងផ្ទះរាប់ម៉ឺនខ្នងត្រូវខូចខាតនៅវៀតណាមបើតាមការរាយការណ៍អំពីដំបូងការខូចខាតផ្ទះរាប់ពាន់ខ្នងជាមួយនឹងទឹកជំនន់ធ្ងន់ធ្ងរការរអិលបាក់ដីជាដើមជាពិសេសនោះគឺការខាតបង់នៅដីកសិកម្មហេដ្ឋារចនាសម្ព័ន្ធដែលរបាយការណ៍មួយចំនួនត្រូវបានរាយការណ៍ព្យុះដ៏កំណាចមួយទៀតមានឈ្មោះថាម៉ាត់ម៉ូគឺវាកើតឡើងនៅថ្ងៃទី1ខែតុលាដល់ថ្ងៃទី7ខែតុលាឆ្នាំ2025ប្រទេសដែលរងផលប៉ះពាល់ខ្លាំងគឺនៅតែហ្វីលីពីនវៀតណាមហើយបន្ថែមជាមួយនឹងប្រទេសថៃមួយទៀតដែលបង្កឲ្យមានភ្លៀងធ្លាក់ខ្លាំងនិងទឹកជំនន់នៅទូទាំងតំបន់ទាំងនោះគេបានឃើញផ្ទះជាច្រើនលិចទឹកនៅមួយចំនួនធំហើយការរំខានដល់ការដឹកជញ្ជូនការខាត់បងដំណាំសារព័ត៌មានថ្មីនៃមនុស្សធម៌ក៏បានកត់ត្រាអំពីមនុស្សរាប់ពាន់នាក់ត្រូវរងផលប៉ះពាល់ចំពោះការខូចខាតយ៉ាងធ្ងន់ធ្ងរនៃដីកសិកម្មនិងផ្ទះសម្បែងរបស់ពួកគេផងដែរព្យុះទីហ្វុងដែលគេហៅថាមហាព្យុះដ៏ខ្លាំងបំផុតគឺព្យុះកាល់មីគីវាបានធ្វើឡើងនៅសកម្មភាពដ៏កំណាចនៅថ្ងៃទី30ខែតុលាឆ្នាំ2025បន្តរហូតដល់ដើមខែវិច្ឆិកាឆ្នាំ2025នេះគ្នាប្រទេសដែលរងផលប៉ះពាល់ធ្ងន់គឺនៅតែហ្វីលីពីនគឺនៅតំបន់កោះរួមទាំងសេប៊ូផ្នែកកណ្ដាលនិងផ្នែកខ្លះនៃវិសាយ៉ាហើយត្រូវបានវាយប្រហារយ៉ាងធ្ងន់ធ្ងរបន្ទាប់មកផ្នែកខ្លះនៃប្រទេសវៀតណាមនិងថៃផងដែរតែពេលនោះប្រព័ន្ធរបស់វាត្រូវបានចុះខ្សោយប៉ុន្តែវាមានភ្លៀងធ្លាក់ខ្លាំងទឹកជំនន់ដែលកំណត់ត្រានៅក្នុងតំបន់មួយចំនួនដែលមានមនុស្សស្លាប់និងរបួសច្រើនបំផុតនិងតាមរបាយការណ៍បាននិយាយថាហ្វីលីពីនគឺមានការខូចខាតយ៉ាងធ្ងន់ហើយមានមនុស្សស្លាប់រាប់រយនាក់ទៀតផងគេនៅមើលឃើញអំពីប្រព័ន្ធព្យុះដែលមានភាពពាក់ព័ន្ធមួយចំនួនទៀតដូចជាព្យុះផ្សេងៗពាក់កណ្ដាលខែតុលាឆ្នាំ2025បង្កើតភ្លៀងធ្លាក់ខ្លាំងនិងទឹកជំនន់នៅតំបន់ខ្លះនៃប្រទេសហ្វីលីពីននិងជាផ្នែកនៃព្យុះដែលបន្តរហូតដល់ខែតុលានិងខែវិច្ឆិកាព្យុះមួយទៀតគឺរ៉ាហ្គាហ្សាក៏ជាមហាព្យុះផងដែរវាត្រូវបានកត់សម្គាល់ថាជាព្យុះដ៏សំខាន់ខ្លាំងក្លាបំផុតមួយដែលរងផលប៉ះពាល់ដល់ភាគខាងត្បូងនៃប្រទេសចិនប្រទេសវៀតណាមនៅក្នុងអំឡុងពេលខែកញ្ញាហើយដែលបានរួមចំណែកដល់ផលប៉ះពាល់ភ្លៀងធ្លាក់ខ្លាំងនិងទឹកជំនន់នៅក្នុងតំបន់ស្ថានភាពនៃព្យុះបានវាយប្រហារខ្លាំងនៅក្នុងឆ្នាំ2025នេះជាពិសេសជាងគេនោះគឺប្រទេសហ្វីលីពីនវៀតណាមនិងប្រទេសថៃដែលរងផលប៉ះពាល់ធ្ងន់ហើយមិនធ្លាប់មានអំពីមុនមករាប់សតវត្សរ៍មកហើយ